មកបាយដល់7 tell me ប្រាប់ខ្ញុំមក are blank letters for me តើសបុតសម្រាប់ខ្ញុំឬ A those B this C that D them ចម្លើយយក A ពាក្យដូបាទជាចម្លើយត្រឹមត្រូវហើយយក A ដូហ្នឹងមកពីអាគេខុសណាមកពីគេផ្សេងខុសឥឡូវបកស្រាយគេផ្សេងវាខុសមិនខ្លះ B this ខុសមិនបាទខុសប្រភេទ noun this ត្រូវប្រើផ្សំជាមួយ noun singular ឥឡូវ noun របស់វាគឺ letter ថែម I plural ដល់អត់ត្រូវគ្នាទេ see that ក៏អញ្ចឹងដែរខុសប្រភេទ noun that ក៏ដូច this ដែរបើគិតជាប្រភេទ noun ត្រូវ singular ឥឡូវ that របស់យើងពីក្រោយវា letter plural ចឹងយកវាមិនបានទេចុះដល់ them plural ហើយខុសអីចុះបើ them វាជា pronoun ដែលមិនអាចប្រើផ្សំជាមួយ noun នោះតែ noun ណាក៏ដោយដាក់មួយ them ខុសទាំងអស់ them គឺនៅតែឯងបើវាជំនួស noun ស្រាប់ហើយអត់មានដាក់ noun ទៀតទេអញ្ចឹងសល់តែមួយនេះគឺ a ដូត្រឹមត្រូវហើយដូគេអាចប្រើជាមួយ noun plural បានអត់មានបញ្ហាទេណាអញ្ចឹងប្រយោគដែលបានវាត្រូវ tell me are those letters for me ប្រាប់ខ្ញុំមើលតើសបុតទាំងនោះគឺសម្រាប់ខ្ញុំមែន